បន្ទាប់ពីបីសាច់បានចាប់កូនក្មេងបានហើយព្រងនឹងបរិភោគស្រាប់តែកូនខ្លាឃ្មុំហក់មកខាំជើងធ្វើឲ្យបីសាច់នោះឈឺជើងខ្លាំងពេកក៏រលាស់ខ្លាឃ្មុំចេញទៅបន្ទាប់មកនារីនោះក៏រត់ចូលទៅយកវែកវេទមន្តហើយរត់ឡើងទៅលើបីសាច់ឃើញដូច្នោះក៏រត់ឡើងទៅតាមនាងតែនាងបានបោះវែកវេទមន្តមកឲ្យបុរសនោះបីសាច់ឃើញដូច្នោះហើយក៏លោតទៅតាមវែកវេទមន្តនោះហើយក៏ធ្លាក់ចូលទៅក្នុងទឹកវេទមន្តពេលនោះបុរសឃើញបីសាច់ធ្លាក់ចូលក្នុងទឹកវេទមន្តគាត់ក៏យកវែកវេទមន្តអុកនៅដីធ្វើឲ្យបីសាច់នោះក្លាយទៅជាសត្វរជាវហើយក៏បានធ្វើឲ្យក្មេងៗក្លាយជាមនុស្សធម្មតាវិញនិងនារីម្នាក់នោះមានជើងដូចមនុស្សធម្មតាដែរបន្ទាប់មកពួកគេក៏នាំគ្នាមកស្រុកភូមិរបស់ពួកគេវិញពេលក្មេងៗបានឃើញផ្ទះរបស់ពួកគេពិតជាសប្បាយរីករាយជាខ្លាំងហើយពួកគេក៏បានលាខ្លាឃ្មុំនោះទៅពេលមកតាមផ្លូវអ្នកភូមិពិតជាមានការរីករាយត្រេកអរសប្បាយជាខ្លាំងព្រោះពួកគេបានរំដោះក្មេងៗចេញពីបិសាចពេលពួកគេមកដល់មុខផ្ទះក៏បានជួបឪពុកម្ដាយរបស់ពួកគេរីឯនារីដែលនៅក្នុងផ្ទះក៏បានចេញមកច្រានបុរសនោះហើយនិយាយថាទេពួកគេគឺជាបិសាចបុរសនោះដឹងថានាងមិនមែនជាកូនស្រីរបស់អ្នកទាំងពីរនោះទេគាត់ក៏យកវែកវេទមន្តទៅប៉ះនៅលើខ្លួននាងធ្វើឲ្យនាងក្លាយជាសត្វពស់ដូចដើមវិញរួចហើយក៏វាចេញពីភូមិនេះបាត់ទៅអ្នកភូមិមានការត្រេកអរជាខ្លាំងនិងមានការប្រគំតន្ត្រីលេងកម្សាន្តយ៉ាងសប្បាយបន្ទាប់ពីពួកគេបានបណ្ដេញបិសាចអស់ទាំងនោះចេញទៅហើយស្រុកភូមិរបស់ពួកគេមានសុខសន្តិភាពតាំងពីពេលនោះតរៀងទៅ